បាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះមកគោរពត្រីភាសាទៀតហើយបាទវីដេអូនេះខ្ញុំព្យាយាមធ្វើឲ្យយឺតបំផុតសម្រាប់បងប្អូនដែលគាត់ចង់រៀនគោរពបាទនេះជារូបត្រីដែលសម្រាប់ជាងសាក់ហើយគាត់ត្រូវការដូចជាការងារ free hand ពេលយើងធ្វើជូននឹងភ្ញៀវបើយើងអាច free hand បានវាកាន់តែលឿនហើយនឹងភ្ញៀវគាត់មានទំនុកចិត្តព្រោះថាយើងមានសមត្ថភាពក្នុងការ design ដែលខ្លួនឯងមិនចាំបាច់ប្រើពុម្ពដោយយើង download មកពី Google ឬមកយកមកពីខាងក្រៅទាំងស្រុងនោះទេប៉ុន្តែបើសិនជាយើងមិនចេះក៏មិនជាបញ្ហាដែរយើងអាចយកពី Google ឬក៏ភ្ញៀវគាត់មានពុម្ពគាត់មានគំរូមកខាងក្រៅក៏បានដែរប៉ុន្តែបើយើងចេះគឺល្អព្រោះយើងអាចបំបែកយើងយល់ពីសិល្បៈនៃគំនូរបានច្រើនគឺពេលយើងធ្វើការសាក់ទៅគឺបានស្អាតបាទរូបនេះគឺយើងធ្វើមួយទេបងប្អូនអាចមើលតាមនឹងបានទាំងក្រងខាងក្រៅនិងភាពល្អិតល្អន់ខាងក្នុងពីថែខាងក្នុងនេះគឺខ្ញុំព្យាយាមធ្វើយឺតបំផុតនេះការអីហ្នឹងគឺធ្វើមួយតាមបន្ទាត់យើងធ្វើជាបន្ទាត់ក្រងមកហើយដើម្បីឲ្យបងប្អូនងាយស្រួលយល់ហើយយើងគូទៅបានត្រង់ហើយយើងធ្វើការធ្វើអីទៅត្រង់វាមិនរត់វាតម្លៃវិទ្យាកាតតូចធំនេះតែអញ្ចឹងទៅវាស្មើគ្នាបើថាចេញពីជ្រុងខាងណាពីមុខខាងណាគឺខាងនឹងរត់បន្ទាត់គ្នាគឺរត់ត្រង់គ្នាហើយនៅពេលយើងគូលើសាច់នោះក៏យើងធ្វើបែបហ្នឹងដែរប៉ុន្តែសម្រាប់ឧទាហរណ៍ថាយើងគូដំបូងយើងប្រើគោលបិទប្រកហមអញ្ចឹងតែដល់ពេលយើងគូយកមែនតើយើងការបិទប្រខៀវឬក៏យើងមានបិទគូលើសាច់មកប្រភេទទៀតដែលយើងអាចធ្វើដូច្នេះបានហើយការងារហ្នឹងគឺវាមិនពិបាកអីទេសំខាន់ឲ្យយើងគូក្រងមើលសិនថាបើវាពេញចិត្តហើយយើងពេញចិត្តហើយក៏យើងគូដិតច្បាស់យកតែម្ដងយើងគូក្រងប្រហមអីទៅបើសិនជាវាខុសតោះកន្លែងណាមួយយើងអាចកែអាចលុបទៅចេញបានយើងងាយនេះសម្រាប់ background យើងអាចដាក់ជា background ទឹកឬក៏ជា background ប្រភេទក្បាច់ជប៉ុនផ្កាសាគុរ៉ាអីលាយគ្នាបានឥឡូវក្រងគឺបានត្រូវបានចប់យើងតទៅដោយខ្សែបន្ទាត់ច្បាស់យើងបិទយកបិទគុំម្ដងខ្សែបន្ទាត់ច្បាស់ទៅបាទសម្រាប់រូបនេះដែរគឺខ្ញុំបានផាត់ពណ៌បានអីទេខ្ញុំគាត់ថាធ្វើជាក្រងគោលទេបាទឲ្យបងប្អូនយើងគាត់ជាងសាក់យើងគាត់ងាយយល់ព្រោះសម្រាប់ផាត់ពណ៌គឺបងប្អូនភាគច្រើនគាត់ចេះហើយគាត់ថាជាងសាក់បើអានេះបើតាមគណិតរបស់ខ្ញុំមិនដឹងទេជាងសាក់ភាគច្រើនគឺគាត់អត់សូវចេះគូររូបទេតែគាត់អាចសាក់បានហើយសាក់ឲ្យស្អាតទៀតគាត់យល់អំពីបែបបទនៃការសាក់ប៉ុន្តែគាត់អត់សូវយល់ពីគំនូរបើគាត់គូររូបអ្នកខ្លះគូររូបអត់ចេញប៉ុន្តែបើឲ្យសាក់តាមពុំតាមបែបរបស់គេគាត់មានគំរូមកឲ្យសាក់ឲ្យគាត់មើលអញ្ចឹងគឺគាត់អាចធ្វើបានស្អាតព្រោះតែគាត់ធ្វើបានស្អាតខ្លាំងប៉ុន្តែមិននិយាយចឹងឲ្យថាអ្នកដែលចេះគូររូបសាក់មិនស្អាតទេសម្រាប់បើយើងចេះគូររូបគឺកាន់តែអែមថែមទៀតតែមិនថាដល់តែចេះគូររូបបានឲ្យសាក់កើតទេព្រោះខ្ញុំគិតជាងសាក់ពេលច្រើនគឺមិនចាំបាច់គូររូបទេតែគាត់សាក់ស្អាតសម្រាប់តែខ្ញុំនេះចេះគូររូបអីផងនៅតែមានការងារខ្លះខ្ញុំធ្វើអត់តាន់គាត់ធ្វើបានស្អាតជាងបានខ្ញុំទទួលស្គាល់បាទសកាដែលអីចឹងយើងធ្វើរឿយៗយើងបើយើងធ្វើមានបន្តឆ្នោតមកឲ្យស្រេចគឺយើងធ្វើរត់ជ្រុងរត់មុំតាមនឹងរហូតអញ្ចឹងយើងមិនខ្លាចថាបន្តសកាហ្នឹងវារត់វាទេខុសផ្លេចកើតតូចធំអីទេនេះគឺដឹងតែស្មើគ្នាទាំងអស់ហើយវីដេអូនេះគឺមានមិនច្រើនទេបងប្អូនវាខ្លីទេខ្ញុំសារមកដល់34 5នាទីបាទវីដេអូនេះគឺខ្ញុំព្យាយាមធ្វើយឺតៗឲ្យបងប្អូនអាចមើលតាមនឹងគឺងាយយល់បាទហើយសម្រាប់បងប្អូនដែលគាត់ចង់ចេះគូររូបបាទបងប្អូនអាចចូលក្នុង channel របស់ខ្ញុំបាទ channel ខ្ញុំបាទគឺមានគូររូបច្រើនប្រភេទនៅក្នុងហ្នឹងគឺមានជាវីដេអូបង្រៀនតែម្ដងវីដេអូបង្រៀនគូររូបមានច្រើនណាស់មានរូបច្រើនតាំងពីរូបហញ្ញាម៉ាស់ជប៉ុនអីហ្នឹងសាមរ៉ៃរូបត្រីរូបនាគរូបពស់រូបនិយាយថាវាមានជា style សាក់គូភាគច្រើនគឺ style សាក់ទៅមានច្រើនបងប្អូនអាចចូលទៅសិក្សាបន្ថែមបាននៅក្នុង channel បាទចន្ទរវិញបងប្អូនមកចូលទៅហើយបាទជួយ subscribe ឲ្យម្នាក់មួយផងក៏ល្អដែរមិនជាបញ្ហាបងប្អូន subscribe ហ្នឹងបើទោះជាខ្ញុំសុំបើបងប្អូនមិនពេញចិត្តហើយខ្ញុំសុំមួយងាប់ទៀតក៏បងប្អូនចុចតែបើបងប្អូនពេញចិត្ត channel របស់ខ្ញុំហើយទោះខ្ញុំមិនសុំក៏បងប្អូនចុចដែរអាហ្នឹងវាជាធម្មតាបាទឥឡូវត្រូវយើងគឺចិត្តចាប់ហើយដាក់សកាដាក់អីទៅនៅឡាយទឹកដាក់ background ចូលផេក background ទឹកបាទនេះ background គឺខ្ញុំធ្វើបែបងាយទៅឲ្យតែបានសិនទេប៉ុន្តែវាមិនមែនថាធ្វើរួចដែរបាននេះក៏វាត្រូវស៊ីជាមួយនឹងប្រភេទរូបគំនូររបស់យើងរូបគំនូរគោលណាប្រភេទរូបគោលរបស់យើងគឺរូបត្រីនេះតែយើងគួរតែដាក់ background ប្រភេទម៉េចដែលឲ្យវាមើលទៅវាសមគ្នាបាទឥឡូវការងារយើងវាមានតែប៉ុណ្្នឹងទេគឺព្រោះខ្ញុំអត់បានដាក់ពណ៌បើសិនជាយើងដាក់ពណ៌ដាក់ស្រមោលអីទៀតទៅវាត្រូវប្រើពេលវេលាយូរហើយណាមួយខ្ញុំផ្ដោតទៅលើការគូក្រងហ្នឹងអញ្ចឹងខ្ញុំគ្រាន់តែគូក្រងប៉ុណ្ណេះហើយគឺដល់ចប់ហើយបាទសូមអរគុណ